អ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍ចេះហត់ពេលដែលអ្នកទាំងអស់គ្នាចូលថ្នាក់ទី11ថ្មីឬក៏ជាពិសេសហ្នឹងថ្នាក់ទី11ចូលថ្នាក់ទី12ហើយតែងតែមានអារម្មណ៍ថាអូឆ្នាំថ្មីខ្ញុំនឹងខំមានជាងមុនវាអញ្ចឹងតែផ្លូវដែលទៅហ្នឹងគឺវាប្រកាសជាមានបញ្ហាហើយវាមិនអាចទៅរលូនដូចអីដែលយើង expect អីដែលយើងគិតទេអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្ដាប់ពីបញ្ហាដែលខ្ញុំធ្លាប់ជួបហើយនឹងដំណោះស្រាយដែលខ្ញុំធ្លាប់ដោះនៅពេលដែលខ្ញុំជួបបញ្ហាពេលដែលចូលថ្នាក់ថ្មីនឹងដែរអូខេអញ្ចឹងបញ្ហាទី1ដែលខ្ញុំនឹងលើកមកប្រាប់អ្នកទាំងអស់គ្នាហ្នឹងពេលដែលយើងចូលថ្នាក់ថ្មីនឹងប្រកាសជាមានមិត្តភ័ក្តិថ្មីគ្រូក៏ថ្មីសភៅរៀនក៏ថ្មីដែរថាអញ្ចឹងយើងត្រូវរៀនសម្របខ្លួនឯងជាពិសេសហ្នឹងគឺការមានមិត្តភ័ក្តិគឺកត្តាមិត្តភ័ក្តិបើសិនជាយើងចង់បានឲ្យឆ្នាំនឹងល្អប៉ុន្តែការសេពគប់មិត្តភ័ក្តិបើសិនជាយើងសេពគប់មិត្តភ័ក្តិដែលនាំយើងទៅដើរលេងនាំយើងទៅអត់រៀនទេធ្វើអីក្រៅពីរៀនអញ្ចឹងសួរថាយើងបានដូចអីដែលយើងពងប្រាថ្នាពេលដែលដើមឆ្នាំអត់គឺវាអត់ទេអញ្ចឹងក្នុងកន្លែងហ្នឹងខ្ញុំគ្រាន់តែចង់ផ្ដាំផ្ញើអ្នកទាំងអស់គ្នាថាការជ្រើសរើសមិត្តភ័ក្តិនៅក្នុងការយើងចូលថ្នាក់ថ្មីហ្នឹងគឺវាពិតជាមានសារៈសំខាន់ខ្លាំងមែនតើហើយបន្តមកទៀតគឺយើងខ្លួនឯងហ្នឹងហើយតែពិតទៅចំណុចខ្លួនឯងហ្នឹងគឺវាសំខាន់ហើយគឺវាអាចនិយាយបានថារះទាំងអស់ហ្មងព្រោះខ្លួនឯងគឺជាអ្វីដែលយើងត្រូវរើសដូចជាកត្តាមិត្តភ័ក្តិដែលខ្ញុំលើកមកមិញហ្នឹងក៏វាអាស្រ័យលើខ្លួនឯងដែរថាយើងនឹងជ្រើសរើសផ្លូវបែបណានឹងរាប់អានមិត្តភ័ក្តិបែបណាហ្នឹងក៏ជាកត្តាខ្លួនឯងដែរសម្រាប់ការរើសមិត្តភ័ក្តិអញ្ចឹងណាហើយមួយទៀតហ្នឹងបើខ្ញុំនិយាយពីកត្តាខ្លួនឯងគឺយើងតាំងចិត្តនៅក្នុងការរៀនដែរអត់យើងចង់បានអីដែលយើងចង់បាននោះដូចអីដែលយើងបានធ្វើអត់បានន័យថាយើងបានអនុវត្តអត់អញ្ចឹងឧទាហរណ៍សិស្សថ្នាក់ទី11ឈានចូលថ្នាក់ទី12អញ្ចឹងថាតើយើងមានការវិភាគយើងមានការទម្លាប់រៀនខ្លួនឯងហើយឬនៅអញ្ចឹងយើងជាដំបូងយើងត្រូវទម្លាប់រៀនសិនបើសិនជាយើងចង់បាននីតិមួយដែលល្អឬមួយក៏ចង់បានលេខ1លេខ2លេខ3អីអញ្ចឹងណាអញ្ចឹងគឺវាអាស្រ័យលើខ្លួនឯងដែរថាយើងបានខំប្រឹងប៉ុណ្ណាហើយបញ្ហានោះគឺថាតើយើងអាចបន្តទៅមុខបានអត់បានន័យថាយើងអាចរៀនជារៀងរាល់ថ្ងៃបានអត់អញ្ចឹងការរៀនជារៀងរាល់ថ្ងៃយើងអាចរៀនចន្លោះពី3ទៅ4ម៉ោងនៅទេហ่ะ4ទៅ5ម៉ោងអីអញ្ចឹងទៅអាស្រ័យលើយើងខ្លួនឯងឯងថាថ្ងៃហ្នឹងយើងមានកិច្ចការអីដែលត្រូវធ្វើតើយើងត្រូវបញ្ចប់កិច្ចការអីគេខ្លះយើងរៀនអត់មានព្រំដែនទេយើងរៀនទាំងនៅសាលាហើយក៏ដូចជារៀននៅផ្ទះដែរដូចជាមលឹកមេរៀនឬក៏ទន្ទិញមេរៀនអីពីដើមឆ្នាំអីអញ្ចឹងឲ្យហើយក៏ថាបានដែរកត្តាខ្លួនឯងវាប្រកាសជាមានរឿងរ៉ាវច្រើនដែលយើងត្រូវនិយាយអញ្ចឹងការដែលមានវិន័យលើខ្លួនឯងគឺវាពិតជាមានសារៈសំខាន់ដែរពីព្រោះបើសិនជាយើងយកតែចំណង់ចំណូលចិត្តឬក៏យើងធ្វើតាមតែអារម្មណ៍យើងចង់ធ្វើអីយើងចង់រៀនឬក៏យើងចង់រៀនតែមួយពេលហ្នឹងឬក៏មិនអញ្ចឹងយើងត្រូវមានវិន័យយើងត្រូវដាក់វិន័យខ្លួនឯងថាយើងត្រូវរៀនពីប្រហែលម៉ោងទៅប្រហែលម៉ោងអាហ្នឹងมันវាឃើញផលហើយបញ្ហាផ្សេងទៀតដូចជាការធ្វើលំហាត់ហើយវាធម្មតាពេលដែលយើងធ្វើលំហាត់វាតែងតែជួបនៅចំណុចដែលយើងធ្វើអត់ចាញ់អញ្ចឹងប្រកាសណាពេលដែលយើងធ្វើអត់ចាញ់យើងអាចនឹងបែកអារម្មណ៍ទៅធ្វើអីផ្សេងដូចជាច្រឡំដៃអូស Facebook អីចឹងណាមួយថ្ងៃវងងាយបដោតឬក៏អូស TikTok អីចឹងទៅអាហ្នឹងក៏វាមួយថ្ងៃវងងាយដែរឃើញអត់វាខាត់ពេលមែនតើអញ្ចឹងយើងដាក់ខ្លួនឯងដាក់វិន័យខ្លួនឯងថាយើងត្រូវរៀនប្រហែលម៉ោងអញ្ចឹងទៅវាចេញមកវាបានផលជាងយើងសម្រុករៀនហើយវាពេលដែលយើងកៀងពឹបគឺយើងអូសទៅធ្វើអីផ្សេងអត់ប្រយោជន៍បដ ாய் អញ្ចឹងអាហ្នឹងក៏ជាបញ្ហាមួយចំនួនដែរយើងត្រូវតែដឹងថាខ្លួនឯងរៀនពេលណាមានប្រសិទ្ធភាពឧទាហរណ៍អ្នកខ្លះគាត់ចូលចិត្តរៀនពេលព្រឹកបន្តិចមេរៀនពេលព្រឹកអ្នកខ្លះគាត់ចូលចិត្តបន្តិចមេរៀនពេលល្ងាចដូចខ្ញុំអីអញ្ចឹងខ្ញុំចូលចិត្តបន្តិចពេលរៀនម៉ោងល្បាក់ដូចជាម៉ោង5 6 7អីចឹងទៅអាហ្នឹងបន្តិចមេរៀនគឺឆាប់ចូលសម្រាប់ខ្ញុំហើយអ្នកខ្លះទៀតខ្ញុំឃើញបងដែលគាត់ share ពី tip នៅក្នុងការបន្តិចមេរៀនអីគឺគាត់ចូលចិត្តកេងប្រយុទ្ធឲ្យបានគ្រប់គ្រាន់ទៅគាត់ងើបពេលព្រឹកម៉ោង5ម៉ោង6អីចឹងដើម្បីបន្តិចមេរៀនអាហ្នឹងសម្រាប់ពួកគាត់គឺបន្តិចមេរៀនចូលអាហ្នឹងដូចគ្នាដែរអូហើយដែរសំខាន់មួយទៀតហ្នឹងគឺយើងត្រូវមានកន្លែងរៀនឲ្យស្រួលមិនមែនន័យថាយើងតតែមានរបស់របរអីស្អាតបាតនៅក្នុងការរៀនបានរៀនចូលឯងមិនអញ្ចឹងឯងយើងត្រូវមានតុរៀនមួយក៏អីរៀនមួយហើយយើងមានកន្លែងរៀនផ្ទាល់ខ្លួនមួយខ្លួនឯងបានន័យថាពេលដែលយើងមានកន្លែងរៀនផ្ទាល់ខ្លួនមួយខ្លួនឯងយើងប្រកាសជាអាចនឹងមានលទ្ធភាពនៅក្នុងការយល់មេរៀនច្រើនជាងមុនខ្ញុំនិយាយចឹងមកឬក៏រៀនបានច្រើនជាងមុនផ្ដោតអារម្មណ៍បានច្រើននៅក្នុងន័យហ្នឹងខ្ញុំចង់បានន័យថាយើងអាចនឹងផ្ដោតធ្វើការងាររបស់យើងបានច្រើនជាងមុន